អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ខេត្តមណ្ឌលគិរីដែលបងប្អូនទាំងអស់គ្នាធ្លាប់ដឹងហើយខេត្តមណ្ឌលគិរីគឺជាខេត្តដែលសម្បូរទៅដោយភ្នំច្រើនជាងគេហើយមានបងប្អូនជនជាតិដើមភាគតិចរស់នៅច្រើនឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងសែនមនោរម្យដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនេះតែម្ដងមានទេសភាពស្រស់ស្អាតពួកខ្ញុំចាប់ផ្ដើមរៀបចំដាក់ទឹកសុទ្ធចូលទៅខាងក្នុងហើយនឹងនាំបងប្អូនទាំងអស់គ្នាទៅលេងភ្នំណាមលីដោយឡែកខេត្តមណ្ឌលគិរីសប្តាហ៍ថ្ងៃនេះគឺមានការហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតមែនទែនការរៀបចំផ្លូវថ្នល់និងការរៀបចំដូចជាមានឯករាជ្យថ្មីគឺរៀបចំរួចរាល់ហើយតាំងពីឆ្នាំទៅមកម្លេះអាកាសធាតុខែនេះគឺខែចែកមិនសូវជាត្រជាក់ម៉ានទេបងប្អូនរៀងក្តៅគួរសមដែរតែបើសិនជាយើងប្រៀបធៀបនៅទីក្រុងភ្នំពេញវិញគឺក្តៅខ្លោចស្បែកតែម្ដងនៅនេះក្តៅតែពេលថ្ងៃទេណាបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនទាំងអស់គ្នាឡើងភ្នំឬក៏ពេលល្ងាចត្រជាក់ល្ងាតែម្ដងនិយាយមែនតើណាខែចែកមកលេងរតនគិរីមណ្ឌលគិរីមកគឺអាកាសធាតុពិតជាល្អមែនតើហើយនៅតាមផ្លូវឡើងភ្នំពីមួយកន្លែងទៅមួយកន្លែងទៅបងប្អូនទាំងអស់គ្នាឃើញហើយគឺរៀងមេឃសតុំបន្តិចដោយសារតែមេឃនៅលើអាកាសធាតុភ្នំហ្នឹងភាគច្រើនភ្លៀងហើយភ្លៀងបានផ្ដល់ឲ្យដីមានជីវជាតិបន្ទាប់ពីខែចែកទៅគឺភាគច្រើនដើមឈើដែលដុះស្មៅដែលដុះនឹងឆេះអស់អញ្ចឹងពេលភ្លៀងមកធ្វើឲ្យដើមឈើឆេះហ្នឹងទៅជាល្បាប់ទៅជាដីដែលមានជីជាតិណាមិញនៅក្នុងខេត្តមណ្ឌលគិរីគឺដីមានជីជាតិស្រាប់ហើយដោយសារតែមានបន្ទុះភ្នំភ្លើងកាលពីយូរលង់ណាស់មកហើយដែលធ្វើឲ្យដីនៅកន្លែងនេះគឺមានពណ៌ក្រហមយ៉ាងល្អតែម្ដងសម្រាប់ការដាំនិងប្រមូលផលធម្មជាតិដាំកសិកម្មតែកន្លែងខ្លះដូចជាផ្លូវទៅភ្នំណាមលានេះគឺមិនទាន់ធ្វើហើយអញ្ចឹងមិនដីក្រហមនឹងស្រួលទេបងប្អូនគឺថាហុយអូយហុយខ្លាំងមែនទែនបងប្អូនមើលទៅផ្ទះប្រជាពលរដ្ឋនិងបងប្អូនកសិករទាំងអស់ទៅហុយទលោមតែម្ដងឆ្លងកាត់ពីដីផ្លូវក្រហមបងប្អូនទាំងអស់គ្នាមកដល់ដីចំការកៅស៊ូដែលចំការកៅស៊ូនេះគឺជាចំការកៅស៊ូឯកជនយើងគឺត្រូវតែជិះកាត់តាមចំការកៅស៊ូនេះតែម្ដងបើសិនជាអត់ជិះកាត់តាមចំការកៅស៊ូទេបងប្អូនទាំងអស់គ្នានឹងពិបាកមកដល់ភ្នំណាមលានេះដោយសារតែផ្លូវនេះគឺមានតែផ្លូវស្រួលនឹងតែពួយនឹងឯងអញ្ចឹងបរិយាកាសនៅចំការកៅស៊ូនេះគឺមានទិដ្ឋភាពស្រស់ស្អាតតែម្ដងក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាអាចឈប់យូរបាននេះដោយសារតែផ្លូវនេះបើសិនជាបងប្អូនទាំងអស់គ្នាឈប់យូរវាអាចស្ទះផ្លូវដែលគេមកអង្គុយក្រោយជិះតាមក្រោយអញ្ចឹងណាជិះប្រហែលជាមួយស្ទុះធំទៅដល់ផ្លូវចូលចតឡានចតអីនៅភ្នំណាមលានេះក៏មានការរៀបចំដើម្បីត្រៀមខ្លួនថតឲ្យភ្នំហាមលាដើម្បីបង្កើនទេសចរជាតិនិងអន្តរជាតិឲ្យបានមកលេងច្រើនជួយដល់បងប្អូនជនជាតិដើមភាគតិចពូនងឲ្យគាត់លក់ដូរបានដាច់អញ្ចឹងណាបងប្អូនអរគ្នាដឹងហើយពួកគាត់រស់នៅតំបន់ព្រៃជ្រៅជួនកាលទៅនៅលើភ្នំនៅចំការនៅស្រែទីដាច់ស្រយាលនានាលក់ដូរមិនសូវជាបានលុយប្រហែលទេប៉ុន្តែបងប្អូនទាំងអស់គ្នាពេលចូលមកដល់ខាងក្នុងនេះអាចជួយទិញពួកគាត់ទៅពួកគាត់លក់ដូរឆ្ងាញ់ណាស់ម្ហូបអាហារគាត់បងប្អូនអើយមានម្ហូបសម្លប្រងសម្លអីនាសាច់គោអាំងសាច់មាន់អាំងសុទ្ធសឹងតែជារបស់ធម្មជាតិសុទ្ធស្អាតតែម្ដងហើយនៅពេលដែលបងប្អូនទាំងអស់គ្នាចូលទៅខាងក្នុងយើងទិញសមុទ្រដូចជាអស់2000រៀលដឹងថា2000នៃ1000នេះផ្លេចបាត់ហើយយើងត្រៀមខ្លួនឡើងទៅលើភ្នំណាមលៀនលើភ្នំណាមលៀននេះបងប្អូនដឹងហើយថាអ៊ំចាស់ចាស់ឬក៏ស្ត្រីមានផ្ទៃពោះគួរតែកំឡើងដោយសារភ្នំនេះមានលក្ខណៈចោតវាមិនចោតអីខ្លាំងទេប៉ុន្តែចោតលក្ខណៈល្អិលកាលពីមុនគេដាក់ខ្សែប៉ុន្តែឥឡូវគេដាក់ខ្សែដើម្បីឲ្យយើងងាយស្រួលក្នុងការឡើងបងប្អូនទាំងអស់គ្នាគ្រាន់តែមើលខ្ញុំឡើងទៅដឹងថាតាការឡើងនេះគឺវាស្រួលយ៉ាងណាហើយអញ្ចឹងអ៊ំចាស់ចាស់គាត់អង្គុយនៅល្បាក់ទឹកនៅខាងក្រោមទៅមើលទឹកហូរទឹកអីទៅឬក៏ញ៉ាំសឡប្រងញ៉ាំម្ហូបអាហារនៅខាងក្រោមចាំកូនចាំចៅដើរលេងហើយចាំទៅផ្ទះថតរូបថតអីលេងបើសិនជាចង់ឡើងមករៀងតតែមានកម្លាំងខ្លាំងខ្លាយបន្តិចឯងឡើងមកនេះឡើងមកមិនទាន់ផុតទេឡើងមកបានពាក់កដាលអត់ហ៊ានឡើងទៅទៀតទេសុំរឹងលោកពូនេះខាងនេះសិនដោយសារតែហត់មែនទែនឡើងមកស្រួលរៀងវាមិនស្រួលរៀងចោតដែរប៉ុន្តែខ្យល់បក់មករៀងហត់តោងឡើងបងប្អូនខ្យល់ខ្លាំងមែនទែនណាមកសំភាសលោកអ៊ំដែលគាត់ជនជាតិដើមភាគតិចពូនងហ្នឹងដែលគាត់រស់នៅក្នុងព្រៃនឹងឯងគាត់ថាគាត់រស់នៅនឹងលើភ្នំមានចំការមានអីរស់នៅដាច់ស្រយាលពីគេខ្ញុំបានចែកអាវចែកអីដល់គាត់ដល់ប្រពន្ធគាត់ក៏បងប្អូនជនជាតិដើមភាគតិចដែរអូណាត់គាត់បងប្អូនកូនរស់នៅឆ្ងាយមិនដឹងថាកូនទៅរៀននៅសាលាដល់អត់បើសាលានៅឆ្ងាយយ៉ាងហ្នឹងពេលណាមកថតមកអីចឹងតែងតែសុំខាង client ណានេះ client high tech client នេះ client នោះដើម្បីជួយទុកធរៈពួកគាត់ខ្ញុំមានអារម្មណ៍ថានៅពេលដែលយើងឲ្យរបស់អីទៅមួយទៅគេដោយចិត្តសុខចិត្តដោយចិត្តសប្បាយរីករាយគេសប្បាយចិត្តនឹងទទួលយកហើយយើងធ្វើឲ្យថ្ងៃហ្នឹងគឺគាត់សប្បាយរីករាយពេញមួយថ្ងៃតែម្ដងត្បិតតែរបស់ទាំងអស់នោះវាពុំសូវជាមានតម្លៃអីថ្លៃតែទឹកចិត្តនិងក្តីស្រឡាញ់ដែលយើងចែករំលែកគ្នាទៅវិញទៅមកធ្វើឲ្យពួកគាត់សប្បាយចិត្តហើយធ្វើឲ្យពេលវេលាមួយហ្នឹងរឹតតែមានឱកាសដូចថាអធិកអធមឡើងដោយពោពេញទៅដោយស្នាមញញឹមចឹងតែម្ដងហើយខ្ញុំក៏ធ្វើការចែកទៅតាមបងប្អូនប្រជាពលរដ្ឋដែលគាត់លក់នៅតាមហ
ហាងនានាតាមតូបប្រហែល4 10តូបនឹងឯងបងប្អូនក៏លោកមិនសូវដាច់ទេបងស្រីម្នាក់ឲ្យបដាយំបដានឹងមិនមែនយំអីទេមកស្ទុះមុនហ្នឹងគាត់យកឃ្មុំអាំងឲ្យខ្ញុំមកស្ទុះទៀតគាត់យកសឡឲ្យខ្ញុំគាត់ថាបងអើយបងស្រឡាញ់ខ្លួនឯងខ្លាំងមែនទែនដោយសារតែចូលចិត្តមើលវីដេអូខ្លួនឯងមិនត្រឹមតែដើរលេងកម្សាន្តចែករំលែកអំពីក្តីស្រឡាញ់ទេបានលើកទឹកចិត្តគាត់និងក្រុមគ្រួសារគាត់ជាពិសេសគាត់រស់នៅកណ្ដោយកណ្ដៃម្នាក់ឯងអ្នកនរគ្នាមានកូនទូចតស៊ូលក់ដូរនិយាយទៅធ្វើឲ្យគាត់រីករាយសប្បាយចិត្តហើយគាត់ឃើញយើងរំភើបជាងអ្វីដែលយើងចង់ឲ្យគាត់ទៀតសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំឃើញគេដែលធ្លាប់មើលវីដេអូខ្ញុំពីមុនមកខ្ញុំធ្លាប់ធ្វើឲ្យគេសប្បាយចិត្តខ្ញុំធ្លាប់កំដរបរិយាកាសអត់សុខគេដែលគេនៅផ្ទះអត់ដឹងធ្វើអីខ្ញុំសប្បាយចិត្តខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាពិតជាអរគុណអូនពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំយល់ថាវីដេអូនេះគឺបញ្ចូលសំឡេងពិបាកបន្តិចហើយណាមិញខ្ញុំត្រូវតែបញ្ចូលសំឡេងបើសិនជាខ្ញុំអត់បញ្ចូលទេអត់មានវីដេអូដើម្បីបង្ហាញបងប្អូនទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ YouTube ទេព្រោះបើសិនជាខ្ញុំធ្វើវីដេអូអត់បញ្ចូលសំឡេងខ្ញុំខាតពេលវេលាធ្វើឲ្យ client ខ្ញុំអត់មានចំណូលរលុយខ្លួនឯងចឹងដាច់បាយធ្វើឲ្យខ្ញុំស្លាប់ខ្ញុំអត់ទាន់ចង់ស្លាប់ទេខ្ញុំត្រូវការរកវិធីសាស្ត្របែបណាដើម្បីផ្អាក YouTube មួយរយៈសិនទៅលួចធ្វើវីដេអូបញ្ចូលសលេងសិនទៅតាមពិតវីដេអូនេះគ្មានបាន sponsor គ្មានអីទាំងអស់អ្នកទាំងអស់គ្នាវីដេអូសល់ចឹងទៅក៏ព្យាយាមកាត់ឲ្យបងប្អូនអស់គ្នាបានមើលពីទស្សនវិជ្ជាទាំងមូលនៃការដើរលេងរបស់ខ្ញុំក្នុងខេត្តមណ្ឌលគិរីនិងការស្លរបស់បងប្អូនជនជាតិដើមភាគតិចអានេះគឺមន់ដុតអ្នកទាំងអស់គ្នាមន់ដុតគេខ្ញុំគិតថាមន់គឺជាដុតភ្លើងអាំងភ្លើងហ្នឹងមន់ដុតលេងមន់ដុតនៅក្នុងកំពង់អាស័យមានន័យថាក៏ដាក់មន់ចូលដូចស្លចឹងណាចាក់មន់មកព្រុសចាញ់សាច់មន់នេះថាបងមន់ដុតមិននៅក្នុងកំពង់អាស័យចឹងដូចសឡមន់ឯហ្នឹងគាត់ថាអត់ទេអូនមន់ដុតបងប្អូនជនជាតិដើមភាគតិចពូនងគឺគេញ៉ាំចឹងឯងខ្ញុំនិយាយពីថា surprise តែម្ដងនេះគឺជាលើកទី1របស់ខ្ញុំអត់ដែលឃើញមន់ដុតនៅក្នុងកំពង់អាស័យទេប៉ុន្តែរសជាតិគឺអាចទទួលយកបានឆ្ងាញ់គួរសមតែហ្នឹងណាបងប្អូនដឹងថាគាត់ដាក់គ្រឿងក្រៅអីខ្លះទេហើយមួយទៀតអ្នកនរគ្នាសឡប្រងនៅខាងស្ដាំឯនេះតិចគេចាក់ឲ្យខ្ញុំឲ្យមន់នេះចាក់អត់ចង់អស់អ្នកនរគ្នាមន់មួយមន់ស្រែគេធំគួរសមតែមន់ស្រែតាមខេត្តនានាស្គមមន់ស្រែនៅលើភ្នំវាឆ្ងាញ់ដែរនេះមានចង់លក្ខណៈមន់ស្រែយកលក្ខណៈមន់ព្រៃនេះបើនេះវិញគឺជាសឡប្រងអូសឡប្រងនឹងឆ្ងាញ់មែនបងប្អូនទាំងអស់គ្នាខ្ញុំមិនដឹងថាគេដាក់អីនៅក្នុងហ្នឹងតែឆ្ងាញ់មែនតើណាបងប្អូនទាំងអស់គ្នាសឡប្រងល្វីងខ្ញុំចូលចិត្តបែបល្វីងរបៀបម្រះរបៀបស្ដៅអីហ្នឹងឯសឡប្រងគឺត្រូវតែម្ដងគឺគេសក់ស្ដៅដើមស្ដៅចូលនៅក្នុងហ្នឹងដើមស្ដៅបងប្អូនស្រកដើមស្ដៅស្អីណាដាក់ល្វីងតែនេះបើសិនជាជប់បងប្អូនជនជាតិវិញគេដាក់ល្វីងជាងខ្ញុំទៀតដោយសារតែយើងជនជាតិខ្មែរអញ្ចឹងគាត់ដាក់រៀងល្វីងល្មមឆ្ងាញ់មែនបងប្អូនអើយអ្នកចូលចិត្តល្វីងត្រូវតែម្ដងឲ្យលេងខេត្តមណ្ឌលគិរីមកសាកសឡបងប្អូនជនជាតិដើមភាគតិចមកឆ្ងាញ់ណាបងប្អូនអរគុណបងប្អូនអរគ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំនៅតាមបណ្ដាខេត្តនានាវីដេអូនេះគឺជាវីដេអូចុងក្រោយដែលខ្ញុំត្រូវដើរលេងជាមួយនឹងក្រុមហ៊ុន Hi-Tech ដូចជា3វីដេអូខ្ញុំនៅសល់ធ្វើវីដេអូគាត់3ទៀតគឺនៅ Walking Street នៅមាត់ទន្លេនិង2វីដេអូទៀតបងប្អូនអរគ្នាគិតថាខ្ញុំគួរទៅណាឲ្យគាត់ទៀតណែខ្ញុំគិតថាទៅប្រហែលជាខាងសមុទ្រទៅមកទៅដើម្បីបងប្អូនអរគ្នាឃើញអំពីដែនសមុទ្រយើងថាមានកោះស្អាតបែបណាមានកន្លែងជិះទូកជិះលេងនេសាទអីបែបណាខ្លះក្នុងវីដេអូបន្តទៀតបងប្អូនអរគ្នាអាចចូលទៅមើលនៅក្នុង Facebook បាននៅសប្តាហ៍ក្រោយមួយទៀតបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួចហើយបើសិនជាបងប្អូនអរគ្នាចង់មកលេងភ្នំណាមលាខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាមកសាកសម្លពូគាត់មើលទៅអត់តំណងដាក់មួយម៉ាត់ទៅឆ្ងាញ់ឆ្អិនក្តៅហើយស្ងោរសាច់គឺស្រស់ឆ្អិនល្អអូយឆ្ងាញ់មែនទែនបងប្អូនបងប្អូនជនជាតិដើមភាគតិចគាត់មានរាងសម្រស់ដៃជើងស្អាតសាច់ទលុកទលន់ដោយសារពួកគាត់ញ៉ាំរបស់សិតសឹងតែជាមាន់ធម្មជាតិឆ្ងាញ់មែនណាបងប្អូនពិតជាចង់ញ៉ាំម្ដងទៀតគេមានឃ្មុំអាំងហើយបងប្អូនអូយឃ្មុំគេលល្មួតហ្មងណាបងប្អូនទាំងអស់គ្នាចង់មកលេងភ្នំណាមលាផ្លូវរៀងពិបាកបន្តិចជាយូរបន្តិចតែសប្បាយបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូខ្ញុំនៅក្នុងខេត្តមណ្ឌលគិរីជួបខ្ញុំនៅវីដេអូបន្តទៀតនៅខេត្តក្រោយៗបងប្អូនសំណាងល្អបាយបាយ